វីដេអូថ្មីដែលបែបការកំសាន្តថ្មីដែលអ្នកទាំងអស់គ្នាប្រហែលជាអត់ដែលចាប់អារម្មណ៍ទេអញ្ចឹងស្វាគមន៍នៅកាន់ channel program ម្ដងទៀតថ្ងៃនេះគឺយើងមកនិយាយអំពីអាត់កំបាំងមួយថ្មីដែលទើបតែស្រាវជ្រាវរកឃើញហើយខ្ញុំក៏បកប្រែបន្តដើម្បីជា idea មួយជូនដល់បងប្អូនទាំងអស់គ្នាស្ដាប់កំសាន្តបែបជាកំសាន្តអារម្មណ៍វាមិនមែនថាអ្វីដែលខ្ញុំនិយាយហើយនឹងការស្រាវជ្រាវដែលគេស្រាវជ្រាវហ្នឹងសុទ្ធតែត្រូវ 100% នោះទេអញ្ចឹងថ្ងៃនេះយើងមានរឿងមួយដែលអាចធ្វើអ្នកទាំងអស់គ្នាកាន់តែមានការប្រុងប្រយ័ត្នរាល់ពេលដែលអ្នកទាំងអស់គ្នាដើរកាត់ទៅកាន់សួនច្បារឬសូម្បីតែពេលអ្នកទាំងអស់គ្នាដើរត្រឡប់ទៅផ្ទះនៅពេលល្ងាចព្រោះមានអ្វីម្យ៉ាងនៅលើមេឃកំពុងតែសម្លឹងមើលអ្នកទាំងអស់គ្នាសាកស្រមៃមើលរូបភាពនេះអ្នកកំពុងតែដើរលេងក្នុងសួនច្បារក្បែរផ្ទះអាកាសធាតុក៏ល្អពន្លឺព្រះអាទិត្យហ្នឹងក៏កក់ក្ដៅហើយអ្នកដើរតាមផ្លូវហ្នឹងក៏សង្កេតឃើញក្អែកមួយក្បាលទុំនៅលើមែកឈើវាបែរមុខមករកយើងភ្នែកខ្មៅរលោងសម្លឹងចុះពីលើអ្នកប្រហែលជាគិតថាវាគ្រាន់តែជាសត្វស្លាបមួយក្បាលដែលកំពុងតែអង្គុយសម្រាកឬក៏វាគ្មានអ្វីពិសេសនោះទេប៉ុន្តែនៅពេលដែលអ្នកដើរទៅមុខប្រហែលជា10ម៉ាត្រទៀតក្អែកមួយក្បាលទៀតនៅលើបង្គោលភ្លើងក៏បែរមុខមកមើលអ្នកដូចគ្នាអញ្ចឹងដែរហើយវាក៏បញ្ចេញសំឡេងយំបែបប្លែកៗលក្ខណៈថាមានអ្វីមួយខុសប្រក្រតីអីអញ្ចឹងណាក្អែកទី1ដែលយើងឃើញដំបូងគេហ្នឹងក៏យំតបទៅក្អែកទី2វិញវាហាក់ដូចជាសត្វទាំងពីរនាក់ហ្នឹងកំពុងតែនិយាយគ្នាបន្ទាប់មកយើងក៏ចាប់ផ្ដើមសង្កេតឃើញក្អែកទី3ទី4ទី5ហ្នឹងគ្រប់ក្បាលគឺសុទ្ធតែសម្លឹងមករកយើងដូចគ្នាហើយក៏យំបន្តគ្នាស្រែកបន្តគ្នាទៅដាក់ឲ្យដូចខ្យល់អីអញ្ចឹងទៅពេលនោះអារម្មណ៍ប្លែកៗរបស់យើងក៏ចាប់ផ្ដើមលេចឡើងវាហាក់ដូចជាមាននរណាម្នាក់កំពុងតែតាមដានយើងឬក៏កំពុងតែសម្លឹងមើលមកយើងគ្រប់ជំហានគ្រប់ដំណើរការរបស់យើងដែលយើងមានចលនានឹងឯងអ្នកប្រហែលជាគិតថាវាគឺជារឿងចៃដន្យនៅពេលដែលអ្នកដើរទៅទីកន្លែងណាតែម្នាក់ឯងហើយឃើញទស្សនវិជ្ជាឬក៏ព្រឹត្តិការណ៍បែបនោះប៉ុន្តែបើសិនជាខ្ញុំប្រាប់អ្នកថាអារម្មណ៍នោះវាមិនមែនគ្រាន់តែជាការគិតដែលយើងគិតថាវាជាការចៃដន្យឬក៏វាកាត់ឡើងដោយសត្វទាំងអស់ហ្នឹងគឺគាត់យើងទៅចំពេលដែលពួកគាត់ត្រូវមានការប្រស្រ័យទាក់ទងគ្នាដោយភាសាសត្វអីអញ្ចឹងណាដោយសត្វទី1យំទៅដល់សត្វទី2ស្រែកឬក៏យំសត្វទី2យំទៅដល់សត្វទី3ហើយយើងដើរទៅចំទស្សនវិជ្ជាហ្នឹងប៉ុន្តែតាមពិតមិនមែនទេនៅក្នុងវប្បធម៌ជាច្រើនជុំវិញពិភពលោកក្អែកតែងតែត្រូវបានគេមើលឃើញថាជានិមិត្តសញ្ញានៃសេចក្តីស្លាប់ឬបំណុលអាក្រក់ជនជាតិខ្មែររបស់យើងក៏ជឿថាបើសិនបើយើងឃើញក្អែកមកទុំនៅក្បែរផ្ទះឬក៏យំខ្លាំងៗនៅក្បែរផ្ទះវាអាចជាសញ្ញាប្រាប់យើងពីអាការៈមិនល្អឬក៏ស្ថានភាពនៅក្នុងផ្ទះរបស់យើងគឺមិនល្អនេះខ្ញុំនិយាយអំពីចាស់ពីដើមនៅស្រុកខ្ញុំអញ្ចឹងណាឲ្យតែឮសូរសត្វខ្លែងស្រាកហ្នឹងមិនមែនក្អែកទេអ្នកទាំងអស់គ្នាប៉ុន្តែខ្លែងស្រាកនិងក្អែកហ្នឹងតែមួយឯងបងប្អូននេះខ្ញុំមិនសូវជាច្បាស់ 100% ទេដោយសារតែឥឡូវនេះបច្ចុប្បន្នគឺយើងលែងដែលឃើញវាសោះហើយអ្នកទាំងអស់គ្នាបើមៀមផ្សេងមៀមភ្នែកធំតែក្អែកផ្សេងប៉ុន្តែបើខ្លែងស្រាកហើយនិងក្អែកហ្នឹងខ្ញុំអត់សូវច្បាស់ទេបើមិនជាបងប្អូនដែរដឹងអាចជួយ comment ខាងក្រោមវីដេអូផងនិងឲ្យអរគុណទុកមុននេះក៏ព្រោះតែរួមខ្មៅងងឹតឬសំឡេងយំស្អករបស់វាហ្នឹងគឺមិនពីរោះនិងទម្លាប់ចូលចិត្តស៊ីសាកសពហ្នឹងគឺជាអាហារទើបមនុស្សយើងហ្នឹងផ្សារភ្ជាប់វាទៅជាសក្តីវិនាសភាពងងឹតនិងរឿងដែលគួរឲ្យខ្លាចដោយសារតែសត្វហ្នឹងវាជាសត្វដែលរូបរាងក៏មិនស្អាតយំហ្នឹងក៏គួរឲ្យខ្លាចហើយរស់ស៊ីតែយប់ហើយសំឡេងវាហ្នឹងក៏យំកាន់តែខ្លាចហើយវាស៊ីសាកសពទៀតអញ្ចឹងឲ្យតែពេលចាស់នៅស្រុកខ្ញុំឬក៏ចាស់ពីដើមនៅពេលដែលគាត់ឮសូរសំឡេងសត្វហ្នឹងយំគឺគាត់តែងតែមានអារម្មណ៍មួយថាក្នុងផ្ទះគាត់ច្បាស់ជាមានអីមិនសូវល្អឬក៏ចំណុចគួរប្រុងប្រយ័ត្នប៉ុន្តែនៅក្នុងពិភពវិទ្យាសាស្ត្រវិញក្អែកត្រូវបានគេមើលឃើញក្នុងជ្រុងមួយផ្ទុយស្រឡះអ្នកវិទ្យាសាស្ត្រជាច្រើនហៅក្អែកថាស្វាហោះបានមានន័យថាសត្វស្វាដែលអាចហោះបានអញ្ចឹងណាព្រោះកម្រិតខួរក្បាលរបស់វាគឺស្មើនឹងថនិកសត្វដែលឆ្លាតបំផុតមួយក្រុមនៅលើពិភពលោកអញ្ចឹងអ្នកវិទ្យាសាស្ត្រគាត់ឲ្យឈ្មោះស្វាហោះបាននេះគឺជាស្វាភាសាអង់គ្លេសទេប៉ុន្តែខ្ញុំសូមហៅបកជាភាសាខ្មែរណាដោយសារតែយើងដឹងហើយសត្វស្វាគឺជាសត្វដែលឆ្លាតដែលបើយើងនិយាយពីការអ្នកវិទ្យាសាស្ត្រគាត់លើកឡើងមកមនុស្សយើងក៏វិវត្តពីស្វាដែរអញ្ចឹងបើស្វាហោះបានមានន័យថាសត្វក្អែកហ្នឹងក៏ឆ្លាតដែរវាអាចដោះស្រាយបញ្ហាបានវាអាចប្រើប្រាស់ឧបករណ៍បានវាអាចរៀបចំផែនការបានអ្នកស្រាវជ្រាវធ្លាប់សាកល្បងឲ្យក្អែកដោះស្រាយល្បែងប្រាជ្ញាដ៏ស្មុគស្មាញជាច្រើនតាក់ទងជាមួយនឹងការប្រើឲ្យពំឈើវែងឬក៏ឲ្យពំឈើខ្លីឬក៏ឲ្យពំចំណីណាមួយដោយប្រើវិធីសាស្ត្រផ្សេងអញ្ចឹងមានការពិសោធន៍ជាច្រើនដែលអ្នកវិទ្យាសាស្ត្រគាត់ធ្វើដាក់ទៅលើសត្វក្អែកហើយមានការពិសោធន៍មួយអ្នកវិទ្យាសាស្ត្រហ្នឹងក៏ដាក់ទឹកហ្នឹងកន្លះកែវហើយកែវហ្នឹងរាងវែងអ្នកនរគ្នារួចក៏ដាក់ចំណីនៅក្នុងបណ្ដែតនៅលើទឹកហ្នឹងណាហើយសត្វក្អែកគាត់អាចលូកមាត់របស់គាត់ហ្នឹងចូលទៅក្នុងកែវឬក៏ដបហ្នឹងបានទេអ្នកនរគ្នាដោយសារតែវានៅជ្រៅអញ្ចឹងចំពោះរបស់គាត់ហ្នឹងគឺលូកទៅក៏មានកំណត់អញ្ចឹងទៅអ្នកនរគ្នាថាក្អែកគាត់ធ្វើមិនដើម្បីគាត់អាចយកចំណីនឹងបានអត់គឺគាត់បានពំរំគ្រោះម្ដងមួយដុំយកមកទម្លាក់ចូលទៅក្នុងកែវហ្នឹងនៅក្នុងទឹកហ្នឹងឲ្យវា
ពេញដើម្បីឲ្យចំណីរបស់វាហ្នឹងដែលឡើងមកលើហើយកម្រិតទឹកក៏វាកើនឡើងអ្នកនរគ្នាតើកាលណាដាក់ដុំព្រោះចូលកម្រិតនៃទឹកហ្នឹងវាមិនកើនឡើងនៅក្នុងកែវអញ្ចឹងកម្រិតទឹកកើនឡើងម្ដងបន្តិចរហូតដល់តែចំណីរបស់វាហ្នឹងអណ្ដែតមកដល់ចិត្តល្មមដែលវានឹងអាចពាំបាននេះគឺជាការយល់ដឹងអំពីមាត្រដ្ឋាននិងការជួយនៃអង្គធាតុរាវនិងការជំនួសនៃអង្គធាតុរាវដែលក្មេងៗមួយចំនួននៅមិនទាន់អាចធ្វើបានឡើយទេក្នុងក្រោមអាយុ7 ទៅ 8 ឆ្នាំប៉ុន្តែភាពឆ្លាតវៃរបស់ក្អែកមិនត្រឹមតែបញ្ចប់ត្រឹមការដោះស្រាយល្បែងប្រាជ្ញាឬស្វែងរកចំណីប៉ុណ្ណឹងនោះទេភាពឆ្លាតវៃរបស់ក្អែកពិតប្រាកដគឺវាស្ថិតនៅលើជំនាញសង្គមដែលមានភាពស្មុគស្មាញនិងមានឋានានុក្រមមានការប្រស័យទាក់ទងគ្នាច្បាស់លាស់ហើយអ្វីដែលសំខាន់បំផុតនោះវាចេះបែងចែកបុគ្គលមិនត្រឹមតែក្អែកដូចគ្នាទេប៉ុន្តែវាអាចបែងចែកមនុស្សបានផងដែរបាទអ្នកទាំងគ្នាស្ដាប់មិនខុសទេណាដោយសារតែក្អែកអាចចំណាំមនុស្សរបស់យើងបានអាចចំណាំមុខរបស់មនុស្សបាននេះមិនមែនជារឿងព្រេងឬជំនឿពីបុរាណនោះទេប៉ុន្តែវាគឺជាការពិតតាមបែបវិទ្យាសាស្ត្រដែលត្រូវបានបញ្ជាក់រួចមកហើយរយៈពេលនៃការពិសោធន៍ហ្នឹងគឺយ៉ាងតឹងរ៉ឹងនិងសុក្រិតបំផុតសំណួរគឺប្រសិនបើក្អែកចំណាំមុខអ្នកបានហើយអ្នកជ្រុលទៅធ្វើអ្វីមួយដែលធ្វើឲ្យក្រុមក្អែកទាំងអស់ហ្នឹងគឺមិនចូលចិត្តតើនឹងមានរឿងអ្វីកើតឡើងសាកសម័យមើលថាអ្នករត់ដេញក្អែកពេញវាលស្មៅនៅមុខផ្ទះឬអ្នកគប់ដុំថ្មដាក់ឲ្យវាព្រោះវាមកស៊ីចំណីរបស់សត្វកែឬក៏ឆ្មារបស់យើងអីចឹងទៅអញ្ចឹងនៅក្នុងទស្សនៈរបស់យើងគិតថាប្រហែលជាវាគ្រាន់តែជាព្រឹត្តិការណ៍តូចមួយដែលយើងបានធ្វើហើយគប់ហើយសត្វក្អែកទៅបាត់ក៏វាបញ្ចប់ត្រឹមប៉ុណ្ណឹងប៉ុន្តែក្នុងទស្សនៈរបស់ក្អែកអ្នកទើបតែខ្លាចទៅជាសត្រូវរបស់វាដែលវានឹងគឺមិនអាចបំភ្លេចបាននោះទេហើយអ្វីដែលគួរឲ្យខ្លាចជាងនេះទៅទៀតនោះគឺវានឹងមិនខឹងអ្នកតែម្នាក់ឯងនោះទេវានឹងប្រាប់មិត្តភ័ក្តិរបស់វាកូនចៅរបស់វានិងសូម្បីតែក្អែកដែលមិនធ្លាប់ឃើញមុខអ្នកពីមុនក៏វាប្រាប់ឲ្យដឹងថាអ្នកគឺជាមនុស្សដែលគួរតែប្រុងប្រយ័ត្នស្ដាប់ទៅវាដូចជាភាពយន្តរន្ធត់ឬក៏ស្ដាប់ទៅវាដូចជាអស្ចារ្យប៉ុន្តែនេះគឺជាការពិតចឹងរឿងរ៉ាវហ្នឹងគឺចាប់ផ្ដើមនៅឆ្នាំ2006នៅក្នុងសាកលវិទ្យាល័យ Washington ទីក្រុង Seattle រដ្ឋ Washington សាស្ត្រាចារ្យ John Maslafor អ្នកវិទ្យាសាស្ត្រសត្វព្រៃដែលកំពុងគិតរកចម្លើយសម្រាប់សំណួរដែលមនុស្សជាច្រើនហ្នឹងប្រហែលជាគេគិតថាវាគឺជារឿងមិនសមហេតុផលនោះគឺជារឿងក្អែកដែលគេតែងតែជឿថាតើវាអាចចំណាំមុខរបស់មនុស្សយើងហ្នឹងបានឬក៏អត់បានឬក៏មិនបានពិតឬមិនពិតអញ្ចឹងណាអញ្ចឹងគាត់កំពុងតែរកវិធីដោះស្រាយលោក John Maslafor ហ្នឹងណាហើយប្រសិនបើបានតើវានឹងបង្ហាញចេញមកយ៉ាងដូចម្ដេចអញ្ចឹងគាត់ក៏បានប្រើវិធីដ៏ស្មុគស្មាញមួយដើម្បីពិសោធន៍ជាមួយនឹងសត្វក្អែកគាត់បានរចនាការពិសោធន៍មួយដែលមើលទៅចម្លែកខ្លាំងមែនទែនគឺគាត់បានទិញរបាំងមុខកៅស៊ូចំនួន2ប្រភេទទី1គឺជារបាំងមុខដែលមើលទៅជាមនុស្សកាយសាហាវនិងគួរឲ្យខ្លាចហើយនឹងរបាំងមួយទៀតគឺជាមនុស្សមានមុខមាត់ស្រដៀងនឹងមនុស្សរូងភ្នំរបាំងមុខនេះនឹងត្រូវពាក់ដោយអ្នកដែលដើរតួជាជនខិលខូចមានន័យថាយើងមានរបាំងមុខពីរទី1បើខ្ញុំនិយាយងាយយល់ទៅគឺតួកាចនិងតួស្លូតអ្នកនរគ្នាអញ្ចឹងតួកាចយើងមុខគួរឲ្យខ្លាចណាមុខដូចជារ៉ូណាល់ដូគ្រីស្ទីណូរ៉ូណាល់ដូអញ្ចឹងទៅមិនមែនមុខគាត់គួរឲ្យខ្លាចទេនិយាយលេងអ្នកនរគ្នាទេហត់ទេចង់ឲ្យថាមុខដែលមើលទៅវារៀងគួរឲ្យខ្លាចគួរឲ្យកត់សម្គាល់ឬក៏គួរឲ្យប្រុងប្រយ័ត្នអីអញ្ចឹងណាហើយចំណែករបាំងមុខប្រភេទទី2នេះគឺជារបាំងមុខរបស់មនុស្សធម្មតាដែលគាត់ហ្នឹងគឺអត់យករបាំងមុខណាគេទេគឺគាត់យករបាំងមុខរបស់អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក John Cheney តែម្ដងអ្នកនរគ្នាតែគាត់ហ្នឹងយកអតីតប្រធានាធិបតីសហរដ្ឋអាមេរិកតែម្ដងគឺលោក Dick Cheney អ្នកនរគ្នាហើយរបាំងមុខនេះគឺត្រូវបានពាក់ដោយអ្នកដែលដើរតួជាមនុស្សធម្មតាដែលអាចបានធ្វើអ្វីសោះក៏គ្រាន់តែពាក់សម្គាល់ថាជាមនុស្សល្អនិងមនុស្សអាក្រក់ទេហើយពួកគេក៏ចាប់ផ្ដើមអនុវត្តអ្នកដែលពាក់របាំងមុខមនុស្សរូងភ្នំហ្នឹងដើរចូលទៅក្នុងតំបន់ដែលមានក្អែកហើយបានចាប់សត្វក្អែកហ្នឹងមកយ៉ាងប្រុងប្រយ័ត្នយកវាមកបំពាក់ក្រវ៉ាត់ពណ៌នៅជើងដើម្បីធ្វើការសិក្សាមានន័យថាយើងពាក់កងនៅខាងជើងនៅនឹងជើងរបស់សត្វឯកហ្នឹងណាអ្នកនរគ្នាដើម្បីយើងសម្គាល់មើលវានៅពេលដែលយើងចង់សិក្សាអំពីវាដំណើរការនេះមិនបានធ្វើបាបក្អែកឲ្យធ្ងន់ធ្ងរអីនោះទេប៉ុន្តែវាប្រកាសជាមានបទពិសោធន៍មួយដែលគួរឲ្យខ្លាចនិងតានតឹងសម្រាប់សត្វដោយសារតែយើងសាកសម័យមើលថាអ្នកកំពុងតែដើរសុកស្រាប់តែមានយក្សដ៏ធំមួយមកចាប់អ្នកឡើងហើយច្បាច់អ្នកហើយធ្វើអ្វីម្យ៉ាងចំពោះជើងរបស់អ្នកតើនោះអ្នកនឹងមានអារម្មណ៍យ៉ាងណាអញ្ចឹងសត្វក្អែកក៏ដូចគ្នាដែរគឺវាមានអារម្មណ៍ថាវាប្លែកសម្រាប់វាដោយសារមានមនុស្សចាប់វាអីអញ្ចឹងណាអញ្ចឹងនោះហើយគឺជាអ្វីដែលក្អែកទាំងអស់នោះបានជួបប្រទះគណៈពេលដែលអ្នកដែលពាក់របាំងមុខមនុស្សរូងភ្នំហ្នឹងកំពុងតែចាប់ក្អែកអ្នកដែលពាក់របាំងមុខរបស់អតីតប្រធានាធិបតីហ្នឹងគាត់ក៏ដើរកាត់ចុះឡើងនៅក្បែរនោះដែរប៉ុន្តែគាត់គឺជាតួល្អជើងគាត់អាចបានធ្វើអីសោះគ្រាន់តែដើរទៅធម្មតាហើយអាចនឹងឈប់ឈរមើលឬដើរយឺតបន្តទៀតធ្វើម៉េចឲ្យតែព្រឹត្តិការណ៍ហ្នឹងគឺមានមនុស្ស2នាក់នៅក្នុងការសម្ដែងមួយហ្នឹងអញ្ចឹងសម្រាប់ក្អែកអ្នកដែលពាក់របាំងមុខអតីតប្រធានាធិបតីហ្នឹងគឺជាជនចម្លែកដែលគ្មានគ្រោះថ្នាក់បន្ទាប់ពីលែងក្អែកទៅវិញពួកគេក៏រងចាំពេលវេលាកន្លងផុតទៅ2ទៅ3ថ្ងៃកន្លងផុតទៅពួកគេក៏ចាប់ផ្ដើមសាកល្បងម្ដងទៀតអញ្ចឹងអ្នកដែលពាក់របាំងមុខមនុស្សរូងភ្នំដែលជាតួកាចហ្នឹងក៏ដើរចូលទៅក្នុងតំបន់ដដែលហ្នឹងម្ដងទៀតដោយមិនបានធ្វើអ្វីសោះគ្រាន់តែដើរកាត់ប៉ុន្តែលើកនេះគឺមិនមានឧបករណ៍ណាមួយឬក៏មិនបានចាប់សត្វស្លាបណាមួយទេ
ដោយមិនមានសំណាញ់ហើយមិនមានអ្វីគួរឲ្យខ្លាចឡើយគឺទៅតែខ្លួនទេគ្រាន់តែពាក់មកកាចអញ្ចឹងណាប៉ុន្តែប្រតិកម្មរបស់ក្អែកគឺធ្វើឲ្យគ្រប់គ្នាត្រូវភ្ញាក់ផ្អើលដោយសារតែភ្លាមៗនោះនៅពេលដែលក្អែកដែលធ្លាប់ត្រូវបានមនុស្សពាក់របាំងមុខរូងភ្នំនឹងចាប់វាក៏ចាប់ដើមយំខ្លាំងៗតែម្ដងយំស្រែកសំឡេងយំដែលមានអារម្មណ៍ថាស្រួចនឹងកាចសាហាវហើយមិនមែនជាសំឡេងយំធម្មតាដែលវាប្រើសម្រាប់ប្រស័យតាក់ទងគ្នានោះទេប៉ុន្តែវាជាសំឡេងប្រមានសំឡេងដែលប្រាប់ថាគ្រោះថ្នាក់នឹងគៀកចូលមកដល់ក្រុមរបស់យើងហើយរួចវាក៏ហោះឡើងមកឆាបក្បែរអ្នកដែលពាក់របាំងមុខហ្នឹងណាហោះកលឹងជុំវិញជួនកាលក៏កវ៉ែលពីលើក្បាលយើងស្ទើរតែគៀកក្បាលរបស់យើងអាកប្បកិរិយានេះគេហៅថា mobbing ឬការព្រួតគ្នាជេរវាគឺជាយុទ្ធសាស្ត្ររបស់សត្វស្លាបជាច្រើនប្រភេទប្រើដើម្បីដេញអ្នកប្រមាញ់ឬវត្ថុគ្រោះថ្នាក់ចេញពីទឹកដីរបស់ខ្លួនឧទាហរណ៍ដូចអ្នកនរដែលឃើញខ្លែងស្រាអត់នៅពេលដែលវាហោះឆាបកូនមាន់មេមាន់ខំកូនមាន់ហើយតែងតែប្រើសំឡេងកាចអញ្ចឹងណាអញ្ចឹងដូចគ្នាអញ្ចឹងអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺវាមិនបានវាយប្រហារដោយចៃដន្យនោះទេវាជ្រើសរើសវាយប្រហារតែអ្នកដែលពាក់របាំងមុខមនុស្សរូងភ្នំតែប៉ុណ្ណោះចំណែកអ្នកដែលពាក់របាំងមុខមនុស្សធម្មតាហ្នឹងដើរកាត់ចុះឡើងបានយ៉ាងស្រួលក្អែកចឹងមិនចាប់អារម្មណ៍គាត់សម្បីតែបន្តិចនោះមានន័យថាយ៉ាងម៉េចនោះមានន័យថាវាអាចចំណាំផ្ទៃមុខរបស់យើងបានវាភ្ជាប់ផ្ទៃមុខរបស់យើងទៅជាមួយនឹងបទពិសោធន៍អាក្រក់ដែលយើងធ្លាប់បានធ្វើដាក់វាហើយវាសម្រេចចិត្តថាផ្ទៃមុខនោះគឺជាគ្រោះថ្នាក់អ្នកស្រាវជ្រាវព្យាយាមបោកបញ្ឆោតវាពួកគេឲ្យអ្នកពាក់របាំងមុខមនុស្សរូងភ្នំដូរសម្លៀកបំពាក់ខ្លះក៏ពាក់អាវយឺតឬក៏ពាក់អាវធំឬក៏ពាក់អាវខ្វាសេក្រូសេឬក៏បដូរពណ៌អញ្ចឹងណាខ្លះក៏ពាក់មួកប៉ុន្តែក្អែកមិនបានខ្វល់ខ្វាយពីសម្លៀកបំពាក់ឡើយវានៅតែបន្តវាប្រហារអ្នកដែលពាក់របាំងមុខដែលជាមនុស្សរូងភ្នំនោះដដែលទោះជាផ្លាស់ប្ដូរសម្លៀកបំពាក់ឬក៏ផ្លាស់ប្ដូរឯកសណ្ឋានខោជើងខ្លីខោជើងវែងអីអញ្ចឹងណាហើយមនុស្សធម្មតាហ្នឹងដូចគ្នាក៏គាត់ព្យាយាមផ្លាស់ប្ដូរខោអាវផ្លាស់ប្ដូរស្បែកជើងប៉ុន្តែនៅពាក់មុខមនុស្សធម្មតាមនុស្សរូងភ្នំក៏ដូចគ្នាដែរនោះបញ្ជាក់ថាវាមិនបានចំណាំទៅលើសម្ភារៈខាងក្រៅទេវាមិនបានចំណាំរូបរាងរបស់យើងទេប៉ុន្តែវាចំណាំទៅលើផ្ទៃមុខរបស់យើងមានន័យថាវាគឺអាចចងចាំបានយូរចឹងអស់រយៈពេលកន្លងផុតទៅ1ខែ2ខែ6ខែ1ឆ្នាំ2ឆ្នាំអ្នកស្រាវជ្រាវក៏នៅតែបន្តសាកល្បងដើរទៅដើរមកនៅក្នុងសួនច្បារដែលគាត់ចាប់ក្អែកមួយមកដាក់ពាក់កងជើងហ្នឹងណាអញ្ចឹងគឺថាក្អែកនៅតែអាចចំណាំបានអស់រយៈពេល1ខែ2ខែ6ខែ1ឆ្នាំ2ឆ្នាំឯណាបន្ទាប់ពី2ឆ្នាំពេញក្អែកដែលធ្លាប់ត្រូវបានចាប់នៅតែព្រួតជេរអ្នកពាក់របាំងមុខមនុស្សរូងភ្នំការចងចាំរបស់វាមិនលុបបាត់នោះទេមិនសាបសូន្យគំនុំរបស់វាក៏មិនបានថយចុះឡើយសូម្បីតែបន្តិចប៉ុន្តែរឿងដែលគួរឲ្យខ្លាចជាងនេះទៅទៀតវាកំពុងតែមកដល់ព្រោះបន្ទាប់ពីកន្លងផុតទៅមួយរយៈអ្នកស្រាវជ្រាវក៏ចាប់ផ្ដើមសង្កេតឃើញរឿងចម្លែកមួយដែលក្អែកផ្សេងទៀតមិនធ្លាប់ត្រូវបានចាប់យកមកសាកល្បងឬក៏ពាក់កងជើងឬក៏គម្រាមកំហែងដោយសត្វក្អែកមួយមុននោះទេហើយក៏មិនធ្លាប់ឃើញមនុស្សរូងភ្នំហ្នឹងណាចាប់អាសត្វស្លាបចាប់អាសត្វក្អែកមុនហ្នឹងពាក់កងជើងឬក៏ចាប់យកមកគម្រាមអីនោះដែរមានថាសត្វហ្នឹងគឺអត់ដែលស្គាល់មនុស្សរូងភ្នំហ្នឹងទេហើយក៏អត់ដែលឃើញព្រឹត្តិការណ៍ណាថាបរិបទហ្នឹងបានចាប់សត្វហ្នឹងដែរប៉ុន្តែសត្វទាំងអស់ហ្នឹងក៏ព្រួតមកជេរមនុស្សពាក់របាំងមុខហ្នឹងដូចគ្នាអញ្ចឹងនៅក្នុងចំណុចឡើយហ្នឹងអ្នកទាំងអស់នេះច្បាស់ជាឆ្ងល់ថាមនុស្សមិនដែលស្គាល់គ្នាផងហេតុអីក៏គ្រាន់តែឃើញយើងទៅដឹងថាយើងមនុស្សអាក្រក់ហើយជេរយើងដូចគ្នាអញ្ចឹងតើវាអាចទៅរួចបានយ៉ាងដូចម្ដេចក្អែកដែលយើងមិនធ្លាប់ត្រូវធ្វើបាបពីមុនមកហេតុអ្វីបានជាវាមកខឹងនឹងមនុស្សដែលពាក់របាំងមុខនឹងដែរចម្លើយគឺមានតែមួយគត់នោះគឺវាត្រូវបានគេនិយាយប្រាប់តគ្នាក្អែកអាចប្រស័យតាក់ទងគ្នាបានហើយក៏មិនមែនត្រឹមតែប្រស័យតាក់ទងគ្នាធម្មតានោះទេគឺវាអាចប្រាប់តគ្នាបានថាមុខមាត់នេះគ្រោះថ្នាក់ណាស់ប្រយ័ត្នឲ្យមែនតែនមានន័យថាវាអាចនិយាយជាភាសាសត្វរបស់វាអញ្ចឹងណាថាមុខមាត់មនុស្សនេះទីហោថាមនុស្សរូងភ្នំមួយនេះមនុស្ស A មនុស្ស B ថ្ងៃមុនឃើញទៅធ្វើបាបអ្នកនេះអញ្ចឹងបើសិនអ្នកនរគ្នាឃើញចូលប្រុងប្រយ័ត្នអានេះគ្រាន់ខ្ញុំបន្ថែមបន្ថយណាតែការពិតវាមិនអាចអញ្ចឹងទាំងស្រុងនោះទេសាកស្រមៃមើលថាបើមានមនុស្សមកធ្វើបាបមិត្តភក្តិរបស់អ្នកនៅពេលដែលអ្នកមិននៅរួចមិត្តភក្តិរបស់អ្នកក៏ត្រឡប់មកប្រាប់អ្នកវិញប្រាប់ពីមុខមាត់របស់ជនខិលខូចប្រាប់ពីលក្ខណៈពិសេសតើអ្នកនឹងធ្វើដូចម្ដេចអញ្ចឹងលើកក្រោយនៅពេលដែលអ្នកឃើញមនុស្សណាដែលមានលក្ខណៈស្រដៀងគ្នានោះអ្នកនឹងប្រុងប្រយ័ត្នឬអាចជៀសវាងឬក៏អាចកិច្ចឬក៏មិនតបតឬក៏មិនតទល់ឬជាមួយមនុស្សអ្នកនឹងអញ្ចឹងទៅដោយសារយើងដឹងថាមនុស្សម្នាក់នឹងគឺជាមនុស្សដែលមានគ្រោះថ្នាក់អញ្ចឹងទៅឬក៏ចូលប្រុងប្រយ័ត្នអញ្ចឹងទៅអញ្ចឹងដូចគ្នាក្អែកក៏អញ្ចឹងដែរនៅពេលដែលក្អែកទី1មានបញ្ហាគឺគាត់នឹងនិយាយរឿងហ្នឹងទៅប្រាប់ក្អែកទី2ទី3ទី4អីអញ្ចឹងទៅអញ្ចឹងធ្វើឲ្យរាល់ពេលដែលក្អែកទី3ទី4ឃើញសង្កេតឃើញមនុស្សផាផែលហ្នឹងគឺគាត់នឹងប្រុងប្រយ័ត្នបន្តអញ្ចឹងនោះហើយគឺជាអ្វីដែលក្អែកធ្វើហើយវាមិនបានបញ្ចប់ត្រឹមហ្នឹងទេការបញ្ជូនព័ត៌មាននេះមិនត្រឹមតែកើតឡើងរវាងក្អែកដែលមានអាយុស្របាលគ្នានោះទេប៉ុន្តែវាក៏បានបញ្ជូនបន្តពីចំនួនឪពុកម្ដាយទៅចំនួនកូនក្អែកដែលកើតមកបន្ទាប់គឺជាការពិសោធន៍កូនដែលមិនធ្លាប់ឃើញហេតុការណ៍ចាប់សត្វស្លាបនោះសោះក៏វានៅតែដឹងថា
គួរប្រុងប្រយ័ត្ននឹងមនុស្សពាក់របាំងមុខនឹងដែរអញ្ចឹងកន្លែងហ្នឹងខ្ញុំសូមបើកវងកញ្ចក់បន្តិចបងប្អូនទាំងនេះធ្លាប់ឮពាក្យមួយគេថាក្អែក1ក្អែក10អត់អញ្ចឹងក្អែកទី1គាត់និយាយមកថាបន្តិចទេទីថាជប់មិញឃើញគេហមធំបាសឬក៏ឃើញគេយប់មិញឃើញគេនិយាយតឹងខ្សែកដាក់គ្នានិយាយប្រាប់ក្អែកទី2ដល់ពេលក្អែកទី2តែនិយាយប្រាប់ក្អែកទី3ហ្នឹងយប់មិញឃើញក្អែកទី1ឃើញគេឆ្លោះគ្នាអញ្ចឹងដល់ពេលក្អែកទី3ប្រាប់ក្អែកទី4យប់មិញឃើញគេតាកេតថ្មិញគេវាយគ្នាគេខំគ្នាអញ្ចឹងទៅដល់ពេលក្អែកទី5មកអូយប់មិញគេវាយគ្នាប្រើដបងអីចឹងដល់ពេលក្អែកទី6អូយប់មិញគេកាប់គ្នាគេអីចឹងវានិយាយមកវាអាក្រក់ស្ដាប់បន្តិចអ្នកនរគ្នាប៉ុន្តែខ្ញុំចង់និយាយឲ្យបងប្អូនទាំងនេះយល់ថាចាស់គាត់និយាយអត់ខុសទេអញ្ចឹងមិនមានពាក្យថាក្អែក1ក្អែក10ទេអ្នកនរគ្នាតែនេះគ្រាន់តែជាចំណុចតូចមួយដែលខ្ញុំទាញយកមកភ្ជាប់ទេវាពេលខ្លះវាមិនត្រឹមត្រូវទេគ្រាន់តែវាជារឿងគប់ជួនដែលខ្ញុំសិក្សាអំពីសត្វក្អែកហើយក៏យកមកនិយាយទៅក៏វាជួនគប់ជួនជាមួយនឹងរឿងសត្វក្អែកដែរអញ្ចឹងភាគច្រើនខ្ញុំឮសូរគេនិយាយម្នាក់ទៀតចាស់គាត់តែនិយាយថាមនុស្សមាត់ក្អែកអាហ្នឹងក៏ជារឿងមួយដែរប៉ុន្តែខ្ញុំអត់សូវស៊ឺជំរៅនឹងពាក្យហ្នឹងទេអ្នកនរគ្នាប៉ុន្តែបើសិនជាក្អែក1ក្អែក10ខ្ញុំយល់បានយ៉ាងច្រើនអញ្ចឹងយើងតត្រឡប់មករឿងរបស់យើងវិញអញ្ចឹងនោះមានន័យថាគំនុំនេះគឺមិនបានបញ្ចប់ត្រឹមតែមួយជីវិតរបស់ក្អែកដែលយើងត្រូវបានធ្វើបាបនោះទេប៉ុន្តែវាត្រូវបានបន្តទៅកូនចៅរបស់វានឹងច្រើនចំនួនសាកស្រមៃមើលថាបើសិនជាយើងនៅក្នុងសហគមន៍មនុស្សយើងមានផ្ទាំងប្រកាសចាប់ជនខិលខូចមានខិតប័ណ្ណចែកផ្សព្វផ្សាយមានរូបថតនិងមានព័ត៌មានលម្អិតរបស់អ ក្រិតជនអញ្ចឹងនៅក្នុងសហគមន៍ក្អែកពួកវាក៏មានប្រព័ន្ធស្រដៀងគ្នាដូចយើងនោះដែរប៉ុន្តែជំនួសឲ្យក្រដាសគឺវាមានការប្រស័យតាក់ទងគ្នាដែលត្រូវបានបញ្ជូនពីមាត់មួយទៅមាត់មួយឬក៏ករណីនេះពីសំឡេងយំមួយទៅសំឡេងយំមួយហើយព័ត៌មាននេះគឺមិនបានបាត់បង់ទៅតាមពេលវេលានោះទេវាត្រូវបានរក្សាទុកនៅក្នុងអង្គចងចាំរបស់វាតែម្ដងបន្ទាប់ពី5ឆ្នាំនៃការពិសោធន៍មានក្អែកជាង2ភាគ3នៃក្អែកនៅក្នុងតំបន់នោះបានស្គាល់របាំងមុខរបស់មនុស្សរូងភ្នំហើយព្រួតគ្នាជេរជារៀងរាល់ពេលដែលឃើញហើយក៏ព្រួតគ្នាជេររាល់ពេលដែលឃើញទាំងដែលក្អែកភាគច្រើននឹងមិនធ្លាប់បានជួបប្រទេសហេតុការណ៍នឹងសូម្បីតែម្ដងសោះនេះគឺជាថាមពលបណ្ដាញចារកម្មរបស់ក្អែកប្រព័ន្ធចែករំលែកព័ត៌មានដែលមានប្រសិទ្ធភាពខ្ពស់ដែលធ្វើឲ្យសត្វទាំងអស់នោះជៀសវាងគ្រោះថ្នាក់បានទោះបីជាមិនធ្លាប់ជួបប្រទេសដោយផ្ទាល់ឬក៏ប្រយោលក៏ដោយនេះមិនមែនជាសភាវគតិមិនមែនជាអាកប្បកិរិយាដែលមានពីកំណើតនោះទេប៉ុន្តែវាគឺជាវប្បធម៌មួយត្រូវបានរៀនសូត្រនិងបន្តពូជជារឿងមួយដែលយើងធ្លាប់គិតថាមានតែក្នុងក្រុមមនុស្សប៉ុន្តែផ្ទុយទៅវិញសត្វស្លាបពណ៌ខ្មៅដែលយើងធ្លាប់មើលឃើញថាវាជាប្រធានអាក្រក់បែរជាមានសង្គមដ៏ស្មុគស្មាញជាងអ្វីដែលយើងបានគិតទុកទៅទៀតប្រសិនបើអ្នកស្ដាប់ដល់ចំណុចនេះអ្នកប្រហែលជាចាប់ផ្ដើមសង្ស័យថាហេតុអ្វីបានជាសត្វស្លាបតូចៗខួរក្បាលប៉ិនគ្រាប់ពោតគ្រាប់សដែកអាចធ្វើអ្វីបានដល់ស្មុគស្មាញដល់ថ្នាក់នេះបានព្រោះវាជារឿងធម្មតានៅពេលដែលយើងចង់ជេរនរណាម្នាក់ថាល្ងងយើងតែងតែនិយាយថាខួរក្បាលសត្វមិនចឹងឯអ្នកនរគ្នាប៉ុន្តែវាជាការពិតពាក្យថាខួរក្បាលសត្វពេលខ្លះវាអាចជាពាក្យភាសាក៏ថាបានខួរក្បាលរបស់ក្អែកបើទោះបីជាមានទំហំតូចជាងខួរក្បាលរបស់មនុស្សយើងខ្លាំងដោយសារតែវាទំហំប្រហែលជាប៉ុនមេដៃរបស់យើងតែប៉ុណ្ណោះប៉ុន្តែអ្វីដែលសំខាន់មិនមែនជាទំហំទេប៉ុន្តែវាជារចនាសម្ព័ន្ធនិងសមាមាត្រនិងអ្នកវិទ្យាសាស្ត្រសរសៃប្រសាទនឹងគាត់បានរកឃើញថាខួរក្បាលរបស់ក្អែកនេះមានផ្នែកមួយដែលហៅថានីដូប៉ាលៀមដែលវាគឺជាតំបន់ខួរក្បាលផ្នែកខាងមុខដែលប្រើសម្រាប់ការគិតនិងវិភាគនិងការរៀបចំផែនការបូកជាមួយនឹងការសម្រេចចិត្តអញ្ចឹងនីដូប៉ាលៀមនឹងគឺជាការងារនៅក្នុងផ្នែកខួរក្បាលខាងមុខដែលប្រើសម្រាប់ការគិតការវិភាគរៀបចំផែនការហើយនិងការសម្រេចចិត្តអញ្ចឹងវាច្រើនជាងពស់សត្វពស់គឺគាត់មានការកាត់របស់គាត់ធំបំផុត3គឺ search focus និង attack ខ្ញុំសូមបកប្រែគឺមានន័យថាស្វែងរកផ្ដោតឲ្យចំគោលដៅហើយនឹងប្រមាញ់អញ្ចឹងពស់គាត់មាន nido pallium នឹងតែ3ទេគឺ search focus និង attack តែក្អែកមាន4ណាមានលើសវិភាគគិតហើយបន្ទាប់មកទីហោថាយើងគិតឃើញហើយយើងវិភាគឃើញហើយយើងរៀបចំផែនការហើយយើងសម្រេចចិត្តអញ្ចឹងសម្រាប់សមាមាត្រ nido pallium នៅក្នុងខួរក្បាលក្អែកគឺធំខ្លាំងណាស់គឺស្មើនឹងសមាមាត្រ neocortex ដែលនៅក្នុងខួរក្បាលរបស់សត្វស្វា chimpanzee ឬសូម្បីតែខួរក្បាលរបស់មនុស្សយើងនៅក្នុងទិដ្ឋភាពខ្លះអញ្ចឹងខួរក្បាលរបស់សត្វ chimpanzee ស្វា chimpanzee ហ្នឹងណាគឺខួរក្បាលរបស់វាគឺមានសមាមាត្រ neocortex ហ្នឹងប្រហែលជាមួយនឹងសត្វក្អែកទេអ្នកនរនេះអញ្ចឹងបានអ្នកនរនេះស្ដាប់ខាងដើមវីដេអូរបស់ខ្ញុំគេហៅថាស្វាហោះបានអត់ដោយសារតែសមាមាត្ររបស់ nido pallium ហ្នឹងនៅក្នុងខួរក្បាលក្អែកហើយនិងនៅក្នុងខួរក្បាលរបស់សត្វស្វាហ្នឹងគឺប៉ុនគ្នាមានន័យថាសមាមាត្រប្រហាក់ប្រហែលគ្នាសាកសម័យមើលថាខួរក្បាលគឺជាក្រុមហ៊ុនហើយនៅក្នុងក្រុមហ៊ុនមនុស្សហ្នឹងយើងមានផ្នែកមួយគណនេយ្យផ្នែកមួយផលិតផ្នែកលក់និងផ្នែកគ្រប់គ្រងបើសិនបើផ្នែកគ្រប់គ្រងធំនោះនឹងមានមនុស្សពូកែហើយក្រុមហ៊ុនក៏នឹងសម្រេចបានគោលដៅលក់ល្អរៀបចំផែនការបានឆ្ងាយសម្របសម្រួលខ្លួនបានលឿនខួរក្បាលរបស់ក្អែកហ្នឹងក៏ដូចគ្នាដែរអ្នកនរគ្នាទោះបីជារោងចក្រតូចប៉ុន្តែបន្ទប់គ្រប់គ្រងហ្នឹងគឺធំមានន័យថាខួរក្បាលតូចប៉ុន្តែកន្លែងដែលគាត់គ្រប់គ្រងគឺធំខ្លាំងណាស់បើប្រៀបធៀបនឹងទំហំរបស់ខ្លួនក្រុមហ៊ុន10ម៉ែត្រការ៉េប៉ុន្តែកន្លែងធនធានមនុស្សហ្នឹងគឺ
9 ម៉ែត្រការ៉េបាត់ហើយនៅសល់តែ1ម៉ែត្រការ៉េទៀតទេអញ្ចឹងមានថាគូក្បាលក៏តូចប៉ុន្តែការវិភាគគាត់ធំកន្លែងការគិតវិភាគរបស់គាត់គឺធំនោះនឹងធ្វើឲ្យវាមានសមត្ថភាពក្នុងការចងចាំទម្រង់ភ្ជាប់ហេតុផលនិងរៀនសូត្រពីបទពិសោធន៍បានយ៉ាងល្អឥតខ្ចោះគូក្បាលរបស់ក្អែកអាចចំណាំផ្ទៃមុខមនុស្សបានដោយការធ្វើដំណើរការព័ត៌មានលម្អិតផ្សេងៗដូចជាទីតាំងនិងភ្នែកច្រមុះមាត់រូបរាងនិងផ្ទៃមុខនិងពណ៌សម្បុរវាដំណើរការទិន្នន័យទាំងអស់នោះរួចបង្កើតជាឯកសារមួយរក្សាទុកនៅក្នុងអង្គចងចាំរបស់វាគឺខួរក្បាលនឹងឯងហើយនៅពេលណាក៏ដោយឲ្យតែវាឃើញផ្ទៃមុខនោះតែម្ដងទៀតវានឹងបើកឯកសារនឹងឡើងមកព្រមគ្នាជាមួយនឹងការចងចាំដែលពាក់ព័ន្ធមានន័យថាឲ្យតែវាឃើញមុខដែលស្តៀងឬក៏ប្រហាក់ប្រហែលជាមួយនឹងអ្វីដែលវាចងចាំវានឹងរំលឹកឯកសារទាំងអស់ក្រសួងដែលពាក់ព័ន្ធនៅក្នុងខួរក្បាលវានឹងគឺធ្វើការទាំងអស់ទៅរករូបចំមកផ្ទៀងមួយនឹងមែនអាវមួយនឹងមែនមនុស្សរូបភ្នំនឹងមែនដែលជាមនុស្សដែលគួរប្រុងប្រយ័ត្ននេះឧទាហរណ៍ណាបើសិនជាផ្ទៃមុខនោះវាភ្ជាប់ទៅនឹងបទពិសោធន៍ល្អវានឹងចូលទៅចិត្តបើសិនតែភ្ជាប់ទៅជាមួយនឹងបទពិសោធន៍អាក្រក់វានឹងរត់គេចឬវាបហាមានន័យថាបើសិនជាវាធៀបមើលថាម្នាក់នេះជាមនុស្សល្អអញ្ចឹងវាអត់សូវខ្វល់ខ្វាយទេវាអាចទុំនៅកន្លែងដដែលឬក៏វាហៅទៅចិត្តម្នាក់ហ្នឹងទៀតក៏បានដែរប៉ុន្តែបើសិនជាវាសង្កេតឃើញថាម្នាក់នេះគួរប្រុងប្រយ័ត្នឬក៏ត្រូវវាបហាគឺវានឹងស្រែកជាសញ្ញាប្រកាសសន្នយំបន្តគ្នាដើម្បីឲ្យសត្វដទៃនេះគឺបានដឹងថាមានសត្រូវនឹងគឺចូលដល់កន្លែងឬក៏តំបន់ឬក៏សូនរបស់ខ្លួនហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺប្រព័ន្ធនេះមិនដំណើរការតែលើផ្ទៃមុខមួយមុខនោះទេក្អែកមួយក្បាលអាចចំណាំផ្ទៃមុខរបស់មនុស្សបានជាង100ផ្ទៃមុខអូវ៉ាវគឺច្រើនមែនតើបងប្អូនគ្នាហើយថែមទាំងអាចចំណាំបានរយៈពេលជាច្រើនឆ្នាំមានសេចក្តីរាយការណ៍ថាក្អែកខ្លះនៅតែចំណាំមនុស្សដែលធ្លាប់ធ្វើបាបខ្លួននឹងបានរហូតដល់ទៅ5ឆ្នាំបន្ទាប់ពីហេតុការណ៍នោះកើតឡើងទោះជាគាត់ចាស់ជ្រឿជ្រួញរំលង5ឆ្នាំផ្លាស់ប្ដូរសម្លៀកបំពាក់ផ្លាស់ប្ដូរកៅអៅស្បែកជើងមិនក៏ដោយប៉ុន្តែវានៅតែចំណាំបានអញ្ចឹងមានន័យថាខួរក្បាលនេះក៏តិចរបស់វាគឺខ្លាំងមែនតើនោះមានន័យថាបើសិនបើអ្នកចង់ធ្វើអាក្រក់ដាក់ក្អែកមួយក្បាលនៅថ្ងៃនេះ5ឆ្នាំទៅមុខវាប្រហែលជានៅតែចាំមុខរបស់អ្នកបានហើយនៅតែមិនអភ័យទោសឲ្យអ្នកនោះទេប៉ុន្តែបើសិនបើក្អែកចំណាំមនុស្សចិត្តអាក្រក់បានបង្ហាញថាវាក៏ត្រូវតែចំណាំមនុស្សចិត្តល្អបានដូចគ្នាមិនចឹងទេអ្នកទាំងអស់គ្នាចឹងចម្លើយគឺត្រូវគឺពិតប្រាកដណាស់មនុស្សណាក៏ដោយឲ្យតែមនុស្សអាក្រក់វាចងចាំបានចឹងមានន័យថាមនុស្សដែលល្អហ្នឹងក៏វាចងចាំបានដែរហើយវាចងចាំថាឥឡូវអូខេមុខមាត់មនុស្សម្នាក់នេះគឺអត់មានគ្រោះថ្នាក់ទេអញ្ចឹងវាអត់សូវខ្លាចគឺវាអត់សូវយកចិត្តទុកដាក់បានទេហើយបើសិនជាមុខម្នាក់ហ្នឹងដែលគួរចំណុចគួរឲ្យវាចាប់អារម្មណ៍ឬក៏ចំណុចដែលគួរវាប្រហែលឬក៏ត្រូវប្រយ័ត្នគឺវានឹងចងចាំថាជាមិត្តឬក៏ជាសត្រូវប៉ុន្តែក្នុងចំណុចនេះខ្ញុំបើកវងកញ្ចក់បន្តិចសំណួរមួយបានសួរថាអញ្ចឹងចុះបើសិនជាមនុស្សម្នាក់ហ្នឹងគាត់ដំបូងគាត់ធ្វើល្អទៅចិត្តក្អែកធ្វើឲ្យក្អែកមកចិត្តគាត់ហើយស្រាប់តែ3ថ្ងៃក្រោយគាត់ទៅដល់គាត់ធ្វើអាក្រក់ម្ដងតើក្អែកនឹងមានប្រតិកម្មបែបនៅតែចងចាំពីដំបូងដែលគាត់ជាមនុស្សល្អឬក៏ផ្លាស់ប្ដូរមកចងចាំគាត់នឹងគឺជាមនុស្សអាក្រក់វិញអញ្ចឹងចម្លើយគឺខ្ញុំឆ្លើយជូនបានប៉ុន្តែមិនប្រកាសថាត្រូវទាំងស្រុងទេគឺវានឹងផ្លាស់ប្ដូរការចងចាំរបស់វាទៅជា2មានថាដំបូងវាគិតថាជាមនុស្សល្អហើយក៏វារក្សាអង្គចងចាំវាថាល្អប៉ុន្តែនៅពេលដែលមានមនុស្សម្នាក់ដដែលមួយហ្នឹងគាត់មកធ្វើអាក្រក់វិញអញ្ចឹងការចងចាំរបស់គាត់គឺវានឹងលុបអាទី1បាត់មានថាលុបល្អបាត់ហើយគឺគាត់រក្សាតែអត់សត្រូវហ្នឹងឯងអត់ល្អហ្នឹងឯងអញ្ចឹងការបកស្រាយនេះប្រកាសជាមិនត្រូវទាំងស្រុងទេប៉ុន្តែវាគឺជាការដែលខ្ញុំបកស្រាយលម្អិតពីប្រភពផ្សេងៗមកដែលខ្ញុំស្វែងរកនឹងស្រាវជ្រាវអញ្ចឹងណាចាំបើខុសត្រូវកន្លែងណាសូមបងប្អូនទាំងអស់គ្នាជួយប្រាប់នៅខាងក្រោមវីដេអូផងអញ្ចឹងវាមានរឿងរ៉ាវជាច្រើនជុំវិញពិភពលោកអំពីមិត្តភាពរវាងមនុស្សនិងសត្វអញ្ចឹងក្មេងស្រីម្នាក់នៅក្នុងទីក្រុង Central នាងចូលចិត្តផ្ដល់ចំណីឲ្យក្អែកនៅក្នុងផ្ទះរបស់នាងជាប្រចាំហើយជារៀងរាល់ព្រឹកនាងនឹងយកសណ្តែកដីពុតលីងឬចំណីសត្វស្លាបហ្នឹងចេញទៅដាក់នៅលើរានហាលខាងមុខផ្ទះក្អែកចាប់ផ្ដើមចំណាំនាងបានហើយដឹងថានាងគឺជាមនុស្សប្រភពចំណីមិនជាមនុស្សល្អណាគឺជាប្រភពចំណីអញ្ចឹងប៉ុន្តែថ្ងៃមួយរឿងដែលគួរឲ្យអស្ចារ្យបំផុតហ្នឹងគឺបានកើតឡើងនាងក៏ចាប់ផ្ដើមរកឃើញកាដូតូចៗដែលត្រូវបានដាក់នៅលើរានហាលវិញចំកន្លែងដែលនាងតែងតែដាក់ចំណីហ្នឹងឲ្យសត្វក្អែកហើយវាមានជាគម្របដបពណ៌ក្រហមពណ៌សពណ៌ខៀវសម្បកប៊ិចឃ្លីពណ៌ស្អាតកំទេចលោហៈភ្លឺផ្លេកអាកំទេចដូចយើងកំទេច Happy Birthday សរសៃស្ដើងគេចងរំយោលចងអីចឹងណាផ្លេកស្អាតពីច្រើនចាបយកធ្វើសបុកអីហ្នឹងឬសំបីតែបំណែកផ្លាស្ទិកចឹងចម្រុះពណ៌អញ្ចឹងនៅពេលដំបូងឪពុកម្ដាយរបស់នាងក៏ថាវាគ្រាន់តែជាសម្រាមមួយដែលខ្យល់បក់មកទេប៉ុន្តែនៅពេលដែលសង្កេតមើលឲ្យបានច្បាស់របស់ទាំងនោះត្រូវបានរៀបចំដាក់យ៉ាងយកចិត្តទុកដាក់មិនរប៉ាត់រប៉ាយដោយអ្វីដែលយើងឃើញថាវាហើរមកដោយចៃដន្យនោះទេហើយវាកើតឡើងជាប្រចាំស្ទើរតែរាល់ពេលបន្ទាប់ពីនាងផ្ដល់ចំណីឲ្យសត្វក្អែកនោះហើយអញ្ចឹងឪពុកម្ដាយរបស់គាត់ក៏បានសង្កេតឃើញអញ្ចឹងណាអញ្ចឹងនេះគឺជាអាកប្បកិរិយាដែលហៅថាការតបស្នងសងគុណឬបើជាភាសាអង់គ្លេសហៅថា reciprocity ក្អែកដឹងថាវាទទួលបានចំណីពីនាងហើយក៏ចង់តបស្នងវិញប៉ុន្តែសត្វមិនមានលុយចាយឬក៏មិនមានចំណីណាដែលសល់សម្រាប់ខ្លួនឯងដែលបញ្ជូនត្រឡប់មកឲ្យមនុស្សវិញទេអញ្ចឹងវាក៏យកអ្វីដែលវាគិតថាមានតម្លៃឬស្រស់ស្អាតមកឲ្យយើងវិញអញ្ចឹងភាគច្រើនខ្ញុំធ្លាប់ឃើញអ្នកនរគ្នាខ្ញុំឃើញភាគច្រើនសត្វទាំងអស់គឺបើសិនតែយើងធ្វើល្អទៅជាមួយនឹងវាគឺវានឹងធ្វើល្អដាក់យើងវិញមែនឃើញភាគច្រើនគូក្បាលសត្វប៉ុន្តែអត់មានអ្នកនរគ្នាទៅធ្វើល្អដាក់សត្វក្រពើឬសត្វខ្លាអីណាអ្នកនរគ្នាត្រូវដឹងថាអ្វីដែលគួរធ្វើនិងអ្វីមិនគួរធ្វើតែខ្ញុំនិយាយថាសត្វទាំងអស់សត្វតាមានសភាវគតិ
ល្អលេងវត្តទៅទិញចំណីឲ្យខ្លាអីហ្នឹងតែបើអារ៉ាប់អីគេចិញ្ចឹមខ្លាតែឃើញខ្លាគេដេកនៅក្នុងផ្ទះហ្នឹងមិនមែនវាកើតមកគេយកពីព្រៃមកចិញ្ចឹមទេអានេះបើយើងបើកមុខកញ្ចក់តិចទៅគេចិញ្ចឹមតាំងពីក្មេងអញ្ចឹងខ្លាហ្នឹងវាគិតថាមនុស្សហ្នឹងគឺជាឪពុកម្ដាយឬក៏ជាគ្រួសាររបស់វាអញ្ចឹងវាអត់បានឃ្លានទៅស៊ីសាច់របស់យើងនោះទេតែសំណួរសួរថាវាជាសត្វសាហាវហើយអីក៏វាអត់ស៊ីយើងអញ្ចឹងចម្លើយវាមានដូចគ្នាដែរកាលណាវាបង្ខំចិត្តស៊ីយើងដោយសារតែវាគ្មានចំណីឬក៏វានៅក្នុងព្រៃវាអត់ស្គាល់អ្វីថាជាមនុស្សទេប៉ុន្តែដល់ពេលយើងនៅក្នុងសង្គមមនុស្សយើងវាស្គាល់យើងវាឃើញមនុស្សជាច្រើនហើយបូករួមផ្សំជាមួយនឹងអ្នកដែលគេចិញ្ចឹមគេឲ្យរបបចំណីទៀងទាត់វាអត់ឃ្លានវាអត់ស្រេកឃ្លានឈាមឬក៏គេមានការវឹកហាត់ឬក៏បញ្ជាបង្រៀនឬក៏មានការការពារខ្លះទីហោថាមកចិត្តមនុស្សក៏ខ្វាចមនុស្សអីចឹងទៅអញ្ចឹងគេមានការពិន័យឬតែឆក់ឬក៏អីផ្សេងៗអញ្ចឹងណាខ្ញុំឧទាហរណ៍ណាអញ្ចឹងវានឹងដឹងហើយវានឹងចងចាំថារាល់ពេលដែលចងខំមនុស្សគឺនឹងត្រូវនឹងមានពិន័យឬក៏គេហៅថាការឆក់ការអីអញ្ចឹងណាអញ្ចឹងគឺវាអត់ហ៊ានទេយូរទៅវាខ្លាយទៅជាទម្លាប់ល្អស៊ាំវាញ៉ាំតែរបស់ឬក៏វាស៊ីតែរបស់ដែលម្ចាស់ផ្ដល់ឲ្យឆ្អែតបើអត់ឆ្អែតសត្វផ្សេងៗនៅក្នុងផ្ទះក៏វាអត់ហ៊ានស៊ីដែរបើសិនតែយើងវាស៊ីទៅវាដឹងថាខ្លួនវានឹងមានបញ្ហាអញ្ចឹងវាអត់ហ៊ានស៊ីទេអញ្ចឹងរឿងមួយទៀតដែលបានកើតឡើងនៅក្នុងប្រទេសជប៉ុនបរិសម្នាក់ធ្លាប់បានជួយសត្វក្អែកដែលត្រូវបានឆ្មាអនាថានឹងបំរុងនឹងចាប់យកមកស៊ីជាចំណីគាត់បានដេញឆ្មានោះចេញរួចឈរយាមរហូតដល់តែក្អែកនោះហោះគេចខ្លួនបានដោយសុវត្ថិភាពថាដំបងវាហោះរួចវាអស់កម្លាំងឲ្យអញ្ចឹងដោយសារឆ្មាចាប់ជាប់ខំជាប់អញ្ចឹងណាបន្ទាប់ពីនោះប្រហែលថ្ងៃក្អែកមួយក្បាលនោះក៏ចាប់ផ្ដើមហើរមកទុំក្បែរផ្ទះរបស់គាត់អាហ្នឹងខ្ញុំបើកវងចោលទៀតហើយខ្ញុំពីតូចហ្នឹងឪពុករបស់ខ្ញុំគាត់ចិញ្ចឹមសត្វលលកមួយក្បាលហើយដាក់នៅក្នុងទ្រុងឲ្យខ្ញុំឲ្យចំណីវាស៊ីរាល់ថ្ងៃតែនេះមិនមែនក្អែកទេណាសត្វលលកប៉ុន្តែយើងគិតថាយើងក៏ត្រូវការសេរីភាពសត្វគាត់ត្រូវការគូត្រូវការសេរីភាពអញ្ចឹងទៅឪពុករបស់ខ្ញុំគាត់ក៏បានបើកទ្រុងឲ្យប្រឡែងសត្វលលកហ្នឹងឲ្យចេញពីទ្រុងប៉ុន្តែវាចេញពីទ្រុងក៏ពិតមែនប៉ុន្តែវាអត់ហើរទៅណាឆ្ងាយវានៅតែក្នុងដើមស្វាយជាប់ផ្ទះខ្ញុំហ្នឹងកន្លងទៅមកអញ្ចឹងស៊ីចំណីនៅក្នុងផ្ទះពេលឪពុកម្ដាយខ្ញុំបាយស្រូវឲ្យមន់នៅក្នុងផ្ទះស៊ីអញ្ចឹងណាវាចុះមកស៊ីធម្មតាហើយវាអត់ហើរទៅណាទេវាដេកនៅក្នុងដើមឈើជិតផ្ទះហ្នឹងរំលងប្រហែលជាមួយខែពីរខែក្រោយខ្ញុំឃើញមានគូពោះសត្វដែលយើងចិញ្ចឹមយើងស្គាល់ណារូបរាងសន្តានបែបយើងនៅជាមួយរាល់ថ្ងៃយើងឃើញរាល់ថ្ងៃគេមានគូហើយក៏គេមកធ្វើសម្បុកនៅក្នុងផ្ទះនៅក្នុងដើមឈើនៅក្នុងភូមិរបស់ខ្ញុំហ្នឹងហើយក៏គេពងបានកូន3គ្រាប់ហើយក៏គេកូនគេញាស់បាន3ហើយក៏គេមានគ្រួសារអីទៅក៏ខ្ញុំគិតថាវាគឺជាសេរីភាពមួយដែលមនុស្សក៏ត្រូវការសេរីភាពសត្វក៏ត្រូវការសេរីភាពជារៀងរាល់ព្រឹកនៅពេលដែលគាត់ចេញពីធ្វើការវានឹងបញ្ចេញសម្លេងយំស្វាគមន៍ហើយនៅពេលដែលគាត់ដើរកាត់វានឹងហោះទៅតាមជាមួយគាត់មួយរយៈហាក់ដូចជាចង់ប្រាប់ថាអរគុណឬក៏ខ្ញុំចំណាំអ្នកបានអញ្ចឹងណាថាតែយើងធ្លាប់ជួយសត្វអីមួយទៅពេលដែលវាហៅមកចិត្តយើងរងថ្ងៃយើងដឹងថាអូតាមពិតសត្វនេះខ្ញុំជួយម្សិលមិញតានេះអញ្ចឹងហើយវាក៏ចង់ចាំយើងបានដែរដូច្នេះបើសិនជាអ្នកទាំងអស់នេះចង់មានមិត្តភក្តិជាសត្វក្អែកអ្នកទាំងអស់នេះអាចធ្វើបានយ៉ាងស្រួលអ្នកទាំងអស់ដាក់ចំណីឲ្យវាជាប្រចាំទៅធ្វើខ្លួនឲ្យយឺតកុំប្រញាប់មានថាយើងកាយវិការយើងរៀង slow មែនសិនទៀតណាយើងយឺតបើកាលណាយើងដាក់យ៉ាងលឿនហ្នឹងវាភ័យវាអីវាហើរបាត់អញ្ចឹងណានិយាយមួយថ្នមហើយមិនបាច់ដើរទៅចូលចិត្តវាពេកទេទុកឲ្យវាស៊ីហើយស៊ាំនឹងយើងនឹងតាមធម្មជាតិឲ្យវាទៅមានថាថ្ងៃហ្នឹងយើងចូលបានถึง10ម៉ែត្រទេយើងដាក់ចំណីហើយយើងទៅបានស្អែកយើងដាក់ចំណីឲ្យถึง9ម៉ែត្រខាន់ស្អែកយើងដាក់8ម៉ែត្រ7ម៉ែត្រ6ម៉ែត្រ5ម៉ែត្រយើងដាក់តចិត្តរហូតតតែថ្ងៃណាមួយវាឡើងមកលើដៃរបស់យើងហើយវាញ៉ាំចំណីនឹងតែម្ដងហើយអ្វីដែលសំខាន់បំផុតកុំធ្វើអ្វីដែលវាភ័យខ្លាចឬឈឺចាប់ព្រោះក្អែកមានអង្គចងចាំដល់យូរអង្វែងហើយវានឹងចងចាំបានតែរឿងល្អនិងរឿងមិនល្អអ្វីដែលយើងអាចរៀនសូត្រពីសត្វក្អែកបានគឺសត្វនៅជុំវិញខ្លួនយើងគឺមានភាពវៃឆ្លាតមានអារម្មណ៍មានការចងចាំនិងមានសង្គមដែលស្មុគស្មាញជាងអ្វីដែលយើងបានគិតនិងឃើញក្អែកមិនមែនជាបិសាចឬក៏ប្រផ្នូលអាក្រក់នោះទេវាគឺជាជីវៈរស់ដែលគួរឲ្យស្ងប់ស្ងាត់អ្វីដែលយើងអាចរៀនសូត្រអំពីសត្វក្អែកបាននោះគឺសត្វដែលនៅជុំវិញខ្លួនយើងគឺទាំងអស់គឺមានភាពវៃឆ្លាតមានអារម្មណ៍និងមានការចងចាំហើយវាចងចាំបានគ្រប់បែបយ៉ាងដែលកើតឡើងចំពោះវាទោះជារឿងល្អឬរឿងអាក្រក់អ្វីដែលអ្នកធ្វើចំពោះសត្វក្អែកនៅថ្ងៃនេះទោះបីជាអ្នកទាំងអស់គ្នាគប់ដុំថ្មឬក៏ដេញវាសត្វនោះឬការផ្ដល់ចំណីឲ្យវានោះវានឹងបានកត់ត្រានៅក្នុងខួរក្បាលរបស់វាហើយក៏នឹងត្រូវបានបញ្ជូនបន្តទៅក្នុងកូនរបស់វាចៅរបស់វានិងវងរបស់វាតែម្ដងមានន័យថាមនុស្សល្អមនុស្សអាក្រក់គឺវានឹងនិយាយតគ្នាដូចខ្ញុំនិយាយខាងដើមអញ្ចឹងក្អែកមួយគឺទៅរហូតដល់ក្អែក10ហើយអ្នកប្រហែលជាមិនដឹងតតែសោះថាសកម្មភាពដ៏តូចតាចរបស់អ្នកកំពុងតែបង្កើតកេរ្តិ៍ឈ្មោះរបស់អ្នកឲ្យខ្លួនឯងនៅក្នុងសហគមន៍សត្វស្លាបអ្នកប្រហែលជាមនុស្សល្អដែលពួកគេនាំគ្នាមកលេងឬប្រហែលជាមនុស្សអាក្រក់ដែលពួកគេនាំគ្នាព្រួតជេរអញ្ចឹងអ្នកទាំងអស់គ្នាជាផ្នែកណាអ្នកទាំងអស់គ្នាអាចដឹងខ្លួនឯងហើយសង្កេតមើលខ្លួនឯងទៅដើរទៅព្រៃស្រាប់សត្វគ្រាន់តែឃើញមុខយើងផ្អើលឆរត់ចោលយើងអស់លេងផ្អើលចេញពីដើមឈើរត់ប្រុចដោយសារអីមកឲ្យរត់វិញបើចំពីមកស៊ូនៅអង្គពីក្មេង
អ្នកទាំងអស់គ្នាហ្នឹងហើយហើយសូទៀតថាចេះបាញ់ជំពាមបាញ់អីដូចគេអត់ទេប៉ុន្តែឲ្យតែគេមានជំពាមដែរប៉ុន្តែបើថាបាញ់សัตว์បានយកមកហូបយកមកធ្វើស្អីហ្នឹងគឺមិនដែលបាញ់ត្រូវគេទេប៉ុន្តែពីក្មេងឃើញគេធ្វើអីចង់ធ្វើហ្នឹងអញ្ចឹងដូចគ្នាអញ្ចឹងឲ្យតែយើងដើរទៅពេលខ្លះខ្ញុំការសិក្សាស្រាវជ្រាវមួយនេះខ្ញុំថាហេតុអីបានត្រូវស្ទើរតែទាំងស្រុងអ្នកទាំងអស់គ្នាដោយសារអីកាលពីខ្ញុំនៅក្មេងខ្ញុំធ្លាប់មានជំពាមហើយខ្ញុំរត់ចូលទៅក្នុងព្រៃតាមភូមិអញ្ចឹងខ្ញុំទៅបាញ់សัตว์អញ្ចឹងសัตว์ទាំងអស់គ្រាន់តែឃើញខ្ញុំរត់គ្រឿងហ្មងសัตว์ស្លាបសัตว์អីអាសัตว์ទុំជាប់អញ្ចឹងផ្ទះជាប់លបងផ្ទះហ្នឹងណាប៉ុន្តែស្អែកឡើងខ្ញុំទៅដែលខ្ញុំមិនមានជំពាមទេប៉ុន្តែវានៅតែរត់ដដែលវានៅតែខ្លាចយើងអញ្ចឹងខ្ញុំក៏ដល់ពេលដែលខ្ញុំស្រាវជ្រាវសัตว์ក្អែកនេះឡើងមកវីដេអូនេះឡើងមកគឺខ្ញុំមានអារម្មណ៍ថាគេស្រាវជ្រាវដូចគ្នាគឺគេធ្វើមកគឺត្រូវហើយខ្ញុំមិនដឹងថាសម្រាប់បងប្អូនទាំងគ្នាពេលដែលជួបសัตว์ទៅសัตว์នៅញញឹមដែរឬក៏ហើរចេញព្រុលដូចខ្ញុំដែរទេដូច្នេះលើក្រោយពេលដែលបងប្អូនទាំងគ្នាដើរកាត់ព្រៃឬក៏ដើរកាត់ភូមិសាកញញឹមដាក់វាមើលថាសัตว์ទាំងអស់ហ្នឹងវាហើរចេញឬក៏នៅស្ងៀមដដែលតែយ៉ាងហោចណាស់កុំតែដេញវាបានហើយណាទៅដឹងភ្នែកដែលវាសម្លឹងមើលយើងហ្នឹងមិនដឹងមើលក្នុងន័យអីទេមិនស្រួលវានិយាយគ្នាទេមិនស្រួលនិយាយដើមយើងទៀតអញ្ចឹងនេះគឺជារឿងរ៉ាវរបស់សត្វក្អែកហើយសត្វដែលយើងធ្លាប់យល់ខុសនឹងអាចកំបាំងមួយនេះគឺបានទម្លាយមួយទៀតហើយជាវីដេអូមួយដល់បងប្អូនទាំងគ្នាទៀតហើយថ្ងៃនេះគឺទទួលបានចម្លើយមួយដែលខ្ញុំបកស្រាយនិងកែប្រែសម្រួលពីអ្នកវិទ្យាសាស្ត្រនៅក្នុងរដ្ឋ Washington ហើយខ្ញុំសង្ឃឹមថាបន្ទាប់ពីនេះទៅអ្នកនឹងមើលក្អែកដោយខ្សែភ្នែកមួយដែលខុសប្លែកពីមុនហើយមិនមែនតែភាពភ័យខ្លាចនោះទេប៉ុន្តែដោយការគោរពចំពោះជីវៈរស់ដែលមានជីវិតហើយនឹងភាពវៃឆ្លាតមិនចាញ់យើងហើយវាក៏មិនមែនគ្រាន់តែជាសត្វស្លាបមួយដែលយើងគ្រាន់តែឃើញធម្មតានោះទេដែរមានន័យថាពេលដែលយើងកលេចឃើញសត្វក្អែកគឺយើងដឹងថាសត្វក្អែកគឺមានខួរក្បាលនីកូទិករបស់វាគឺប្រហែលជាសត្វស្វានៅស៊ីប៉ាហ្វីមអញ្ចឹងទៅស៊ីប៉ាស៊ីមិញហ្នឹងទៅហ្នឹងហើយសម្រាប់ថ្ងៃនេះគឺយើងបានបញ្ចប់វីដេអូនេះត្រឹមតែប៉ុណ្្នឹងហើយបងប្អូនទាំងគ្នាបើចង់បានវីដេអូថ្មីប្លែកៗការស្រាវជ្រាវល្អៗឬក៏ការស្រាវជ្រាវដែលខ្ញុំបានលើកមកចងក្រងឬក៏ប្រែសម្រួលជូនបងប្អូនទាំងគ្នានេះកុំភ្លេចចុច Subscribe ឬដាក់សញ្ញាកណ្ដឹងម្នាក់មួយផងអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនទាំងគ្នាជម្រាបលា